រៀបសួរប្រិយមិត្តទស្សនិកជនថ្ងៃនេះនាងខ្ញុំរស្មីនាំមកជូននៅមុខម្ហូបមួយមុខទៀតគឺសម្លទុំល្ពៅជាមួយនឹងទំពាំងជូរឆ្ងាញ់ឆ្ងាញ់ពិសាទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំបានទិញទុំល្ពៅចំនួន1បាច់ហើយអ្នកស្រុកខ្ញុំតែងតែហៅណាចាហើយក៏គាត់បានថែមនៅម្ទេសចំនួន4និង5គ្រាប់ឲ្យខ្ញុំដែរទុំល្ពៅរបស់នាងខ្ញុំថ្ងៃនេះគឺស្រស់ល្អមែនទែនគឺមើលទៅពណ៌ឡើងពណ៌បៃតងតែម្ដងហើយចំណែកផ្កាវិញគឺមើលទៅឡើងពណ៌ស្រស់ហើយពណ៌ឡើងលឿងចំណែកទុំល្ពៅរបស់នាងខ្ញុំនេះគឺនាងខ្ញុំលាងវាចុះលាងឡើងបើតាមពិតទៅគឺយើងលាងយ៉ាងហោចណាស់3ដងដែរដើម្បីឲ្យវាជ្រះដីដោយសារទុំល្ពៅនិងស្លឹកល្ពៅហ្នឹងគឺវានៅវាលើដីអីចឹងវាជាប់ដីចឹងយើងលាងឲ្យបានច្រើនដងកាលណាគឺកាន់តែល្អប៉ុន្តែនៅក្នុងរូបភាពនេះដែរនាងខ្ញុំបង្ហាញតែម្ដងទេក្នុងការលាងបន្ទាប់ពីនាងខ្ញុំលាងហើយគឺនាងខ្ញុំយកវាមកបេះឬក៏យកវាមកសក់រហូតដល់ទុំល្ពៅរបស់នាងខ្ញុំអស់ពេលដែលខ្ញុំបេះឬក៏សក់ទុំល្ពៅរបស់នាងខ្ញុំអស់ហើយគឺនាងខ្ញុំចាំបាច់ត្រូវយកវាទៅលាង2-3ដងទៀតទៅលើស្លឹកឬក៏ទុំល្ពៅរបស់នាងខ្ញុំឲ្យវាកាន់តែល្អប្រសើរឬក៏កាន់តែហាយើងលាងយ៉ាងណាធ្វើឲ្យវាជ្រះដីអស់ចាំយើងសម្រាប់ចិត្តដាក់ក្នុងការស្លសម្រាប់ការសក់ទុំល្ពៅនេះបើស្លឹកវាគឺយើងបេះវាហើយយើងញីវាទាំងទៅដើម្បីឲ្យវាចេញដីពេលដែលយើងលាងហើយពេលយើងញីស្លហ្នឹងគឺវាតន់ល្អវាមិនរឹងអញ្ចឹងពេលយើងញ៉ាំគឺវាឆ្ងាញ់ផងដែរចឹងសូមបញ្ជាក់ម្ដងទៀតនៅពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាលាងទុំល្ពៅនោះលាងយ៉ាងណាឲ្យបានមកជ្រះដីឬមកស្អាតចាំតែយើងដាក់ស្លបានវាអត់មានក្រៀតចាជាបន្តមកទៀតហ្នឹងគឺទុំល្ពៅរបស់នាងខ្ញុំហ្នឹងគឺវាបានបេះរួចរាល់ហើយក៏នាងខ្ញុំដាក់ម្ទេសនិងទុំល្ពៅហ្នឹងលាងវា2ឬ3ទឹករហូតដល់ទុំល្ពៅនឹងស្អាតល្អដែលខ្ញុំអាចទៅស្លបានណាពុកម៉ែបងប្អូនទាំងគ្នាចាស្លថ្ងៃនេះដឹងតែឆ្ងាញ់ហើយជាបន្តទៅទៀតគឺនាងខ្ញុំចាប់ផ្ដើមដាក់ដាំទឹកសម្រាប់ទឹករបស់នាងខ្ញុំគឺដាក់ប្រហែលតែ1ផ្តិលទូចល្មមទេដោយសារទុំល្ពៅរបស់ខ្ញុំតែមួយកូនបាច់នោះទេជាបន្តមកទៀតគឺនាងខ្ញុំពេលទឹកពុះខ្ញុំញីស្លឹកគ្រៃដាក់តែម្ដងគឺស្លឹកគ្រៃចាបាទអ្នកផ្សេងទៀតគាត់ស្លគាត់ប្រើម្អមប្រើអីចឹងទៅតែនាងខ្ញុំប្រើស្លឹកគ្រៃហើយចំណែកឯប្រហុកវិញគឺប្រហុកសាច់មានតែប្រហុកដែលនាងខ្ញុំបានកិនហើយណាទាំងក៏នាងខ្ញុំយកវាដាក់ប្រហែល1ស្លាបព្រាផងដែរបន្ទាប់ពីដាក់ស្លឹកគ្រៃនិងប្រហុកវារាងពុះមុំហើយយើងដាក់ត្រីនេះគឺខ្ញុំប្រើត្រីឆ្ពិនចំនួន2ធ្វើស្អាតហើយខ្ញុំវះវាឬក៏ឆូតវាដើម្បីកុំឲ្យវាឆ្អឹងណាត្រីឆ្ពិនបើសិនជាយើងដាក់ទាំងមូលហ្មងវាឆ្អឹងអញ្ចឹងយើងឆូតទៅវាអត់សូវឆ្អឹងទេចំណែកឯម្ទេសវិញគឺខ្ញុំប្រើម្ទេសដៃនាងចំនួន2ឬក៏3ទេខ្ញុំមិនប្រើច្រើនដោយសារមិនសូវមានអ្នកហូបអញ្ចឹងណាតែពុកម៉ែបងប្អូនទាំងគ្នាឬអ្នកទាំងអស់គ្នាចិត្តគឺដាក់ឲ្យបានច្រើនបន្តិចក៏មិនអីដែរហើយគឺនាងខ្ញុំចាប់ផ្ដើមគ្របគម្របឆ្នាំងបន្ទាប់ពីគ្របវាមកពុះហើយគឺត្រីរបស់យើងចាប់ផ្ដើមរៀងចូលគ្រឿងយើងក៏ដាក់ផ្កាល្ពៅដែលយើងបានបេះឬក៏លាងសម្អាតហ្នឹងទុកហើយនឹងដាក់ចូលចាបន្ទាប់ពីការដាក់ផ្កាល្ពៅនឹងចូលរួចរាល់ហើយក៏យើងបន្ថែមនៅទំពាំងជូរចំណែកទំពាំងជូរនេះគឺខ្ញុំបានថតបង្ហាញពុកម៉ែបងប្អូនពីវិធីលាងវាទេតែខ្ញុំអាចនិយាយបង្ហាញពីពុកម៉ែបងប្អូនដល់គ្នាបានពីពណ៌នា5អញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនអរគ្នាអាចយកទំពាំងជូរនោះលាង4ឬ5ទឹកឲ្យស្អាតទើបយកមកដាក់ស្លជាមួយនឹងទុំល្ពៅនេះចាយើងរយពីលើអញ្ចឹងហើយយើងដាក់ចូលអញ្ចឹងទៅក៏បាន
តែតួជាមួយនឹងការស្លទងលពៅជាមួយនឹងទំពាំងជូរនេះវាមានវិធីនិងមានជំរើសច្រើនអញ្ចឹងខ្ញុំប្រើជំរើសមួយនេះដើម្បីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីសម្លទំពាំងជូរជាមួយនឹងទងលពៅរបស់អ្នកខ្ញុំមិនចាប់ផ្ដើមចូលគ្រឿងគឺនឹងខ្ញុំចាប់ផ្ដើមកូរចុះកូរឡើងហើយខ្ញុំដួសពពុះចេញខ្លះដើម្បីកុំឲ្យវាខាដោយសារប្រហុកយើងប្រហុកធម្មជាតិតែម្ដងអញ្ចឹងវាមានជាតិរៀងទុកយូរដែរចឹងវារៀងខាអីដួសវាចេញពពុះហ្នឹងបងប្អូនអរគ្នាកុំស្ដាយអីសម្លរបស់នាងខ្ញុំគឺចាប់ផ្ដើមចិត្តឆ្អិនហើយវាមានរសជាតិគួរឲ្យចង់ញ៉ាំហើយសូម្បីតែមើលរូបរាងអីមិនក៏ជួយចង់ញ៉ាំដែរហើយបើសិនជាពុកម៉ែបងប្អូនទាំងគ្នាមានពោះថៃឬក៏បាថៃទីមកពីទីផ្សារចាំពុកម៉ែបងប្អូនទាំងគ្នាដាក់វាបន្ថែមក៏កាន់តែឆ្ងាញ់ឬក៏ពងទាគូសដាក់មួយឬក៏ពីរទៅតែនេះខ្ញុំថ្ងៃនេះគឺខ្ញុំអត់មានក្បាលថៃឬក៏ពោះថៃឬពងទាដាក់នោះទេគឺខ្ញុំមានតែមុខបន្លែទងលពៅទំពាំងជូរហើយនឹងត្រីតែប៉ុណ្ណោះហើយនាងខ្ញុំប្រើប្រេងឆាចំនួន1ស្លាបព្រាបាយដាក់ដើម្បីឲ្យបន្លែហ្នឹងវាទន់ហើយពេលដែលយើងញ៉ាំទៅធ្វើឲ្យពោះវៀនយើងងាយស្រូបយកសារជាតិចិញ្ចឹមដែលមាននៅក្នុងបន្លែជាចុងក្រោយនេះគឺសម្លរបស់នាងខ្ញុំចាប់ផ្ដើមឆ្អិនបណ្ដាហើយក៏ប៉ុន្តែនាងខ្ញុំគ្រាន់តែទុកវាឲ្យនឹងផុយបន្លែហើយនឹងផុយទំពាំងបញ្ជក់ទំពាំងជូរបន្តិចទៀតទេគឺយើងអាចយកទៅញ៉ាំបានហើយដោយសារខ្ញុំលក់មើលទៅសម្លរបស់ខ្ញុំរៀងអត់សូវជូរអញ្ចឹងក៏នាងខ្ញុំបន្ថែមនៅត្រួយអំបិលចំណែកការស្លទំពាំងបាយជូរនេះយើងអាចប្រើត្រួយអំបិលក៏បានឬក៏ប្រើអំបិលទុំឬក៏អំបិលខ្ចីក៏បានជម្រើសមួយណាក៏បានដែរតែនេះខ្ញុំប្រើជម្រើសខាងនេះគឺត្រួយអំបិលដោយសារត្រួយអំបិលនៅក្រោយទៀតរបស់ខ្ញុំខែធ្លាក់ភ្លៀងអញ្ចឹងឡោះស្លឹកច្រើនណាអញ្ចឹងនេះខ្ញុំក៏សម្រាប់ចិត្តបេះវាដាក់ទៅចា៎បើសិនជាពុកម៉ែបងប្អូនអ្នកគ្នាធ្លាប់ស្លសម្លមុខនេះគ្រាន់តែឃើញនាងខ្ញុំបង្ហាញចេះប្រហែលជាហេវបាយឬក៏មិនតាន់បានស្លអីទៅទិញតងលពៅឬក៏ទំពាំងបាយជូរនោះយកមកស្លតែម្ដងហើយនឹកឃើញដល់ឆ្ងាញ់តែម្ដងចាសម្រាប់នាងខ្ញុំក៏នាងខ្ញុំបន្ថែមនៅស្ករក្រហមបន្តិចដែរដើម្បីឲ្យវាចូលជាតិនិងចូលគ្រឿងជាមួយនឹងសម្លចាបន្ទាប់ពីសម្លរបស់នាងខ្ញុំចាប់ផ្ដើមឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដួសវាដាក់ចានចេះហើយខ្ញុំបន្ថែមបន្តិចដែលខ្ញុំមានហ្នឹងហើយខ្ញុំទិញជីបេះជីនេះដាក់ថែមបន្តិចទៀតតេតងជាមួយនឹងជីមញ៉េណាដើម្បីឲ្យវាសម្រស់កាន់តែស្រស់ស្អាតហើយវាមានក្លិនឈ្ងុយចាសូមអរគុណពីនេះខ្ញុំរស្មីសូមជម្រាបលា